បាទសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទគីសូជាម្ចាស់ Channel Vika គោលបំណងក្នុងការបង្កើតនៅ Channel Vika នេះឡើងគឺមានគោលដៅក្នុងការបង្ហាញនិងផ្សព្វផ្សាយអំពី model និង spec របស់រថយន្តនិងធ្វើការស្រាវជ្រាវ spec រថយន្តបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាហើយនេះគឺជាគោលដៅនិងគោលបំណងរបស់ខ្ញុំក្នុងការបង្កើត Channel YouTube ដែលមានឈ្មោះថា Vika ការសិក្សាស្រាវជ្រាវនិងការផ្ដល់មតិយោបល់អំពីរថយន្តដែលខ្ញុំគិតថាគឺជាគោលដៅមួយដ៏ល្អដែលផ្ដល់ឲ្យបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពីរថយន្តមុននឹងធ្វើការសម្រេចចិត្តទិញរថយន្តមកប្រើប្រាស់ដែលជាទូទៅក្នុងការទិញរថយន្តនីមួយៗយើងត្រូវតែដឹងអំពី spec ពីតម្លៃពីគុណភាពនិងបច្ចេកវិទ្យាដែលបំពាក់ទៅលើរថយន្តនេះតើរថយន្តនេះមានអ្វីខ្លះហើយស័ក្តិសមក្នុងការប្រើប្រាស់និងស័ក្តិសមទៅតាមតម្រូវការរបស់បងប្អូនទាំងអស់គ្នាក្នុងការទិញរថយន្តមកប្រើប្រាស់ព្រោះការសម្រេចចិត្តទិញរថយន្តមកប្រើប្រាស់មិនមែនជាការសម្រេចចិត្តតែមួយផ្លែឬក៏មិនមែនជាការទិញរថយន្តដែលប្រើប្រាស់មួយថ្ងៃពីរថ្ងៃទេការទិញរថយន្តមកប្រើប្រាស់គឺយើងទិញយកមកប្រើប្រាស់ជាប្រចាំថ្ងៃជាការធ្វើដំណើរទាំងទីជិតទីឆ្ងាយដូច្នេះយើងត្រូវតែស្វែងយល់ពីរថយន្តឲ្យបានច្រើនមុននឹងសម្រេចចិត្តទិញនៅពេលដែលទិញហើយយើងអាចប្រើប្រាស់រថយន្តនោះទៅតាមគោលដៅនិងតម្រូវការរបស់បងប្អូនបានហើយនេះគឺជាគោលដៅនិងគោលបំណងនៃការបង្កើត Channel YouTube របស់ខ្ញុំនេះឡើងមកខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងធ្វើការគ្រប់គ្រងនៅ Channel YouTube របស់ខ្ញុំនេះដើម្បីជាការផ្ដល់កម្លាំងចិត្តនិងការលើកទឹកចិត្តដល់ខ្ញុំក្នុងការស្វែងជ្រាវនិងសិក្សាពីរថយន្តដើម្បីបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាសូមអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចគាំទ្រដាក់ខ្ញុំឲ្យធ្វើការចុច Subscribe និង Like វីដេអូនេះដើម្បីផ្ដល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់ការផលិតវីដេអូរបស់ខ្ញុំផងសូមអរគុណជួបគ្នានៅវីដេអូបន្ត